ទេតោះអ្នកនរគ្នាយើងតមេរៀនមួយទៀតទាក់ទងជាមួយនឹងសាប៊ិចដែរអញ្ចឹងវីដេអូទី1ខ្ញុំបង្ហាញអ្នកនរគ្នាពីរបៀបក្នុងការដំឡើង Ubuntu server ចូលទៅក្នុង VMware អញ្ចឹងរបៀបដំឡើងស្រួលទេអ្នកនរគ្នាគ្រាន់តែ download file ISO អីមកហើយតម្លើងទៅតាម step ដែលខ្ញុំធ្វើក្នុងវីដេអូទី1ហើយបន្ទាប់មកអ្នកនរគ្នាចាប់ផ្ដើមចូលវីដេអូទី2វីដេអូទី2ខ្ញុំនឹងប្រើប្រាស់ Claude AI ហ្នឹង Claude វាសាហាវវាគ្រាន់បើវាប្រៀបដូចជាគ្រូរបស់ខ្ញុំដែរគាត់ថាវា license ឆ្នាំដូចជា$200អញ្ចឹងអ្នកនរគ្នាចង់ប្រើ Summit មិនបាច់ប្រើ AI install ក៏បានដែរប៉ុន្តែគាត់ថា AI វាជួយយើងក្នុងការដោះស្រាយបញ្ហាបានភ្លាមភ្លាមទៅមកណាជួនកាលខ្ញុំតម្លើងតែវាជួប error ជួបអីអញ្ចឹងនេះជួយបានអូខេអញ្ចឹងខ្ញុំនឹងអឺបើកទៅលើ server របស់យើងនេះ server តបមកនេះគឺជា server ដែលខ្ញុំ remote ចូលនេះ server របស់ខ្ញុំ remote ខ្ញុំតពីវីដេអូមុននេះខ្ញុំអត់ទាន់បិទទេអូខេចឹងខ្ញុំធ្វើការ change setting ដើម្បីបើក font នៅលើពុទ្ធីនឹងឲ្យរាងធំបន្តិចជូនដល់អ្នកនេះអូខេចឹងកន្លែងនេះអ្នកនរគ្នាបណ្ណាមកការពិត install Zabbix អត់មានអីពិបាកទេគាត់ថាវាត្រូវអ្នកនរគ្នារក website ណាដែលគេប្រាប់ពីវិធីឬក៏មាន comment មិនអីណាចឹងខ្ញុំនឹងធ្វើការដំឡើងចឹងខ្ញុំនឹងសួរ AI របស់ខ្ញុំហើយ I need to install Zabbix server latest version with Ubuntu គេអញ្ចឹងខ្ញុំត្រូវដាក់បញ្ជាក់ប្រាប់វាខ្ញុំសរសេរឲ្យវាច្បាស់ថា Ubuntu ដែលខ្ញុំប្រើគឺនេះអូខេអូខេអញ្ចឹងវានឹងប្រាប់ទៅទាញហើយជៀសវាងបើជាធម្មតាពួក Linux នៅពេលដែលយើងតម្លើងខុស version បន្តិចតួចក៏វាអាចនឹង error ដែរអញ្ចឹងវានឹង AI មួយនេះវានឹងជួយខ្ញុំធ្វើការអឺទាញ script ទាញ comment ទាញអីយកមកឲ្យខ្ញុំគ្រាន់តែខ្ញុំ copy paste ក៏បានបញ្ចូលក៏បានប៉ុន្តែវានៅមាន error ទេប៉ុន្តែយើងត្រូវអឺឆ្លាតវៃក្នុងការដែលយើងដោះស្រាយបញ្ហានៅពេលដែលយើងជួបបញ្ហាជាមួយនឹងការដំឡើងណាអូខេអញ្ចឹងយើងចាំវាបន្តិចទៅអូខេអញ្ចឹងនៅក្នុងនេះអ្នកនរគ្នាឃើញមាននេះឃើញមានlet me check the latest version and its support for Ubuntu អញ្ចឹងខ្ញុំប្រើ AI មួយនេះវាជួយអញ្ចឹងកន្លែងនេះវាដាក់ here the current picture of use អញ្ចឹងនៅក្នុងនេះវាប្រាប់អញ្ចឹងអ្នកនរគ្នាក៏តែធ្វើ copy paste តាមវាក៏បានដែរ copy paste ហើយខ្ញុំតម្លើងដែរខ្ញុំនឹង copy command ហ្នឹងទុកឲ្យអ្នកនរគ្នាចែកម្លែកដល់អ្នកនរគ្នាអញ្ចឹងខ្ញុំ copy paste អូខេអញ្ចឹងកន្លែងនេះវាដាក់ wget https អូខេអញ្ចឹងវាដាក់error អូខេអញ្ចឹងកន្លែងនេះវាឲ្យ add អញ្ចឹងអឺខ្ញុំជួបបញ្ហានេះមួយខ្ញុំចាប់ផ្ដើម screenshot ប្រាប់វាអូខេអញ្ចឹង AI វាអាចដឹងថាឆ្លាតដែរអូខេអញ្ចឹងខ្ញុំ copy ប៉ុណ្ណឹងអូខេអញ្ចឹងវា error អីគេយើងអានក៏បានដែរតែវា error ខ្ញុំចង់ឲ្យអ្នកនរគ្នារៀនប្រើ AI ថាអូខេវានឹងប្រាប់យើងថាតើធ្វើម៉េចទៀតហើយណាវា read នៅcomment មួយនេះវាថា wget អញ្ចឹង wget unable to resolve host address repo.zap អញ្ចឹងកន្លែងនេះអូខេ isn't about Zabbix your server can resolve DNS name អញ្ចឹងអញ្ចឹងបញ្ហាគឺយើងមិនអាចវាអត់ស្គាល់ DNS អញ្ចឹងយើងប្រើ command ping ក៏អត់ស្គាល់ដែរអញ្ចឹងមានន័យថាការ set up នៅលើ server របស់ខ្ញុំវាអាចនឹងមានបញ្ហាក្នុងការដំឡើងអីមួយអញ្ចឹងខ្ញុំពិនិត្យមើលសិនអញ្ចឹង resolve ស្គាល់អញ្ចឹងខ្ញុំ ping .c ស្គាល់ .com អញ្ចឹង .com អត់ស្គាល់អញ្ចឹងខ្ញុំ ping ទៅ8ឬ ping ទៅ Cloudflare អូខេ Cloudflare ស្គាល់អ្នកនរគ្នា if it works your internet connection is fine and only the net is broken continue below if your still network is check IP address gateway អូខេជាងកន្លែងនេះខ្ញុំយកcommand នេះមួយអូខេខ្ញុំ copy មកអូខេ name server របស់ខ្ញុំគឺ
ប៉ុណ្ណេះអូខេចឹងខ្ញុំមើល IP DNS អូខេអញ្ចឹងអ្វីដែលយើង set គឺ DNS មានបញ្ហាអូខេអញ្ចឹងខ្ញុំត្រូវធ្វើម៉េចនេះខ្ញុំអត់ដឹងថា command line វាស្អីគេទេព្រោះថាខ្ញុំចង់ពិនិត្យមើលប៉ុន្តែ DNS របស់ខ្ញុំគឺខុសអញ្ចឹងខ្ញុំភ្លេចថាខ្ញុំចង់កែវាតែខ្ញុំចូលទៅកែយ៉ាងម៉េចណាខ្ញុំ copy ប៉ុណ្ណេះមកខ្ញុំប្រាប់វាអញ្ចឹងវានឹងអាចឲ្យយើងដឹងវីដេអូនេះរឿងវែងបន្តិចប៉ុន្តែខ្ញុំចង់ឲ្យអ្នកនរគ្នាចេះប្រើប្រាស់ AI ក្នុងការយកមកដោះស្រាយបញ្ហា Okay, good internet, but your DNS server is nah, which apparent is an answer the okay. Chứng okay. Differ with the DNS check. Okay. If the result make it permanent. Okay, អញ្ចឹងកន្លែងនេះខ្ញុំចាប់ផ្ដើមចូលទៅកែ DNS ដើម្បីកែ DNS វាប្រាប់ហើយ ls etc net plan ណាប្រើ command ហ្នឹងមួយអញ្ចឹងកន្លែងនេះវាមាន sudo ខ្ញុំសាក sudo nano នៃខ្ញុំប្រើដើម្បីធ្វើការកែ net plan អូខេ00ជាងយើងនឹងកែ DNS អូខេជាវាទាប password អូខេអញ្ចឹងយើងមកកែ DNS របស់យើងមកអឺអេ8.8.8អូខេតមកវាប្រាប់ថា comment ខ្លះខ្ញុំអត់ចេះទេអញ្ចឹងខ្ញុំចូលទៅអឺ control ខ្ញុំប្រើ control ខ្ញុំប្រើសិន X enter control H អូខេអញ្ចឹងខ្ញុំ save បានហើយខ្ញុំចាក់ចេញខ្ញុំប្រើ control O control X control O enter control X អូខេបន្ទាប់មកខ្ញុំចាប់ផ្ដើមធ្វើការអូខេ add plan apply អូខេអញ្ចឹងវាស្គាល់ហើយនេះវាស្គាល់ហើយអូខេអញ្ចឹងខ្ញុំចាប់ផ្ដើមទៅ run command ហ្នឹងឡើងវិញក៏ពិតវាប្រាប់មកប៉ុណ្ណឹងយើងធ្វើបានហើយតែគាត់ថាសារយើង set up server ពីដំបូងគឺមានបញ្ហាជាមួយនឹង DNS របស់យើង set វាអត់ដែរអូខេអញ្ចឹងខ្ញុំធ្វើទៅតាម flow លើឡើងវិញអូខេខ្ញុំ copy មកកញ្ចប់ហ្នឹងមកផាសចូលអូខេ Submit release user អូខេប៉ុណ្ណឹងតោះមកយើងចាប់ផ្ដើមតម្លើង sudo dpk អូខេ prepare unpatch update ធ្វើការ update វាអូខេអូខេជាងយើងធ្វើការ update វាបន្តិចជាង command នេះខ្ញុំនឹង save ជាងខ្ញុំនឹងប្រើប្រាស់នេះមួយខ្ញុំទុកឲ្យអ្នកនរគ្នា step 1 install អូខេ video command ឃ្លាអញ្ចឹងណាអូខេអញ្ចឹងខ្ញុំប្រើ highlight អូខេតមកកន្លែង sudo update ជាង command នេះដាច់ពីគ្នាណាតោះខ្ញុំ highlight អូខេ step 2 install អូខេតទៅពីវា update ហើយវាចាប់ផ្ដើមធ្វើការដំឡើងនៅ install នៅ Zabbix front end agent វាត្រូវការ agent មួយដើម្បីឲ្យយើងដំឡើងអូខេប្រើពីរអញ្ចឹងយើងប្រើ command នោះមួយយើងនឹង copy paste ខ្ញុំទុកសិនខ្ញុំចង់ដឹងដើមម្ដងខ្ញុំអត់ដឹងទេអូខេអញ្ចឹងខ្ញុំប្រើ command ហ្នឹងខ្ញុំផាសចូលអញ្ចឹងអូខេអញ្ចឹងវានឹងធ្វើការ run នៅ command ហ្នឹងគឺយើង install agent របស់វាអូខេចុះ AI វាប្រាប់យើងអស់ហើយបើយើងទៅ search មើលនៅក្នុង Google ក៏ឃើញដូចគ្នាដែរប៉ុន្តែគេថាចម្លើយវាអត់សូវត្រូវជាមួយនឹងដូចនេះទេអានេះវាសាហាវជាងអូខេអញ្ចឹងខ្ញុំចងក្រងឯកសារហ្នឹងគឺអ្នកនរគ្នាទៅឡើងធ្វើម៉េច Ubuntu version ឲ្យដូចគ្នាហើយប្រើប្រាស់ command ហ្នឹងហើយដាក់សំខាន់ DNS យើងណាយើងដាក់ឲ្យត្រូវមកយើងអាចប្រើប្រាស់បានហើយអូខេតោះ
តទៅពីនៅអត់តាន់ហើយខ្ញុំចាំវាបន្តិចអូខេខាង Linux វាទៅធម្មតាវាខមមិនសុទ្ធណាថ្ងៃនេះយើងអត់ប្រើ GUI ទេអូខេទេនៅដល់នេះអញ្ចឹងអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមចូលទៅកាន់ step ទី3គឺ install MySQL កន្លែងនេះគឺអ្នកទាំងអស់គ្នាដាក់លេខ3 install MySQL អូខេចឹងដើម្បី install MySQL អ្នកទាំងអស់គ្នាត្រូវប្រើ command នេះយើង copy path ក៏បានដែរ copy path មកទៀតគេ update MySQL អូខេចឹងខ្ញុំ copy អានេះមកទុកនៅក្នុងនេះមក command ណាដែលយើងធ្វើដែរហើយគឺយើងទុកឲ្យអ្នកនរគ្នាប្រើប្រាស់អ្នកដែលត្រូវការ script ហ្នឹងគឺអាចស្នើសុំពីខ្ញុំបានខ្ញុំ save ទុកឲ្យដោយសារខ្ញុំដាក់នៅក្នុង channel វាអាចនឹងមិនចាញ់ទេដោយសារវាវែងពេកណាអូខេបន្ទាប់មកអ្នកនរគ្នាដំឡើងទៅកាន់ MySQL អូខេអញ្ចឹង sudo អញ្ចឹងខ្ញុំបង្កើត MySQL បានហើយខ្ញុំចាប់ផ្ដើម write write យើងអាច copy មកប៉ុណ្ណឹងមកអញ្ចឹងកន្លែងនេះយើងប្រើគេថាអា use អញ្ចឹងខ្ញុំប្រើដូចតែហ្មងទៅអូខេចាំតិចអឺខ្ញុំប្រើ then in MySQL យើងប្រើ command នេះលេខ4 step ទី4អូខេអញ្ចឹងខ្ញុំប្រើ command ខ្ញុំធ្វើដូចគ្នាហ្មងទៅអូខេអញ្ចឹងខ្ញុំ copy hash អូខេអញ្ចឹងកន្លែងនេះខ្ញុំដាក់create database ឈ្មោះ Zabbix ហើយ grant password Zabbix យក password អញ្ចឹងកន្លែងនេះខ្ញុំប្រើ password ធម្មតាអូខេអូខេធម្មតារបស់យើងណាអញ្ចឹងខ្ញុំ copy path មកអញ្ចឹងអានេះទៅទៅ command SQL អ្នកនរគ្នាអាច research បានណាអូខេអញ្ចឹងយើងត្រូវដាក់ password SQL ដាក់ដូច server ទៅអូខេតើមកយើងអនុវត្តចប់យើងធ្វើការ import ដែល Next.js makes អូខេអញ្ចឹងកន្លែងនេះវាឲ្យ import ទៅលើអឺ initial schema របស់វាអញ្ចឹងខ្ញុំធ្វើតាមវាអូខេតើមកខ្ញុំចាប់ដើម import អញ្ចឹង import ខ្ញុំប្រើប្រាស់ command Z អូខេតើមក password server របស់យើងជាងវារឿងវែងបន្តិចវារឿងយូរបើសិនជាវាដែរអញ្ចឹងវាកំពុង import អញ្ចឹងវាបញ្ជាក់ឲ្យ take a few minutes ជាងខ្ញុំ push វាចោលសិន push record គឺនៅដល់នេះតទៅពី import វាចំណាយពេលខ្ទង់1នាទីវា import តបនៅដល់នេះចូលទៅកាន់ then disable temporary setting អញ្ចឹងយើង copy អានេះណែមកអូខេធ្វើតាមវាទៅអូខេអញ្ចឹងខ្ញុំ highlight ខ្ញុំចងវារៀនទុកឲ្យអ្នកនរគ្នាមើលអូខេតបមកខ្ញុំ copy script នេះទុកឲ្យអូខេអញ្ចឹងលេខ6ខ្ញុំធ្វើអីលេខ6យើងចូលទៅ configure Zabbix អញ្ចឹងយើងចូលទៅ nano etc កញ្ចប់ Zabbix server configuration របស់វានៅក្នុងនេះអញ្ចឹងយើង copy path ប៉ុណ្ណឹងមកអូខេតោះមកវាឲ្យយើងចូលទៅដាក់ db password អញ្ចឹង set អូខេអញ្ចឹងកន្លែងនេះវាប្រាប់យើងហើយអឺ set db password អញ្ចឹងខ្ញុំរកមើលយក strong password គឺអា password ដែលយើងបានដាក់នៅលើនេះដាក់ដូចគ្នាអញ្ចឹងខ្ញុំចាប់ផ្ដើមចូលទៅកែខ្ញុំរកមើល db password អូខេអឺខ្ញុំប្រើ control F តោះមកខ្ញុំ search db password អូខេអញ្ចឹងខ្ញុំឃើញមានហើយ
chứខ្ញុំចូលត្រឡប់អូខេអញ្ចឹងខ្ញុំលុបហើយខ្ញុំដាក់ password database របស់យើងដែលយើងបានបង្កើតមកយេដើម្បីវាធ្វើការ connect អូខេអញ្ចឹងខ្ញុំចាប់ផ្ដើមcontrol O enter control X អូខេខ្ញុំចាក់ចេញមកវិញដើម្បីវាធ្វើការ save តោះមកខ្ញុំប្រើ command មួយទៀតខ្ញុំប្រើ system sudo system restart ណា Apache ដើម្បី switch web របស់វាអូខេអូខេខ្ញុំ restart អានេះមួយសិនខ្ញុំ sudo Apache 2អូខេអញ្ចឹងវាមានបញ្ហា job for Apache 2 fail because the controller process exit with code system CTL status guide and អូខេអញ្ចឹងខ្ញុំមានបញ្ហាអញ្ចឹងខ្ញុំមានបញ្ហាខ្ញុំនឹង copy ស៊ូវាទៀតហើយអូខេខ្ញុំ run command នេះមានបញ្ហាអញ្ចឹងខ្ញុំបញ្ចូលឲ្យ AI មើលទៅខ្ញុំផាសចូលអូខេអញ្ចឹងចម្លើយវានឹងវិភាគឲ្យយើងបើសិនជាករណីអ្នកនរគ្នាប្រើ AI ទេអ្នកនរគ្នាធ្វើការអឺចូលទៅប៉ុណ្ណឹងគឺនឹងមានបញ្ហាអូខេ you made it past DNS now Apache is failed to start let's see why run this command here to output អូខេអញ្ចឹងខ្ញុំប្រើ command នេះអូខេ while waiting for your output here are the more command on the fresh submit install port password already in use nginx got file អូខេ if nginx or the DSP on port let's stop this support អញ្ចឹងខ្ញុំប្រើអូខេអូខេ if any អូខេអញ្ចឹងខ្ញុំ disable nginx ចោលអូខេ fail to stop nginx switch not loaded អូខេ configure syntax Apache system connected to your system អូខេអញ្ចឹងកន្លែងនេះ you made the it past DNS now Apache is failing to start let's see why run this command share output អញ្ចឹងខ្ញុំ share output ទៅវាសិនអូខេអញ្ចឹង share output វាចេញមកបែបនេះអូខេ share output អញ្ចឹងខ្ញុំអឺអូខេអញ្ចឹងកន្លែងនេះខ្ញុំ copy ទាំងអស់នេះឲ្យវាមកអូខេអញ្ចឹងកន្លែងនេះតែតែជួបបញ្ហាអ្នកទាំងអស់គ្នា syntax error clear Apache okay invalid command proxies timeout because it proxy PHP request to PHP but the Apache proxy module unable okay you should see syntax okay okay ចឹងយើងប្រើ command okay syntax okay then also make sure PHP running to PHP អូខេអញ្ចឹងខ្ញុំទាក់ទងជាមួយនឹង PHP អូខេអូខេ Apache running is okay ទីខ្ញុំផាសចូលទៅទៀត Yeah, Apache we say that okay check PHP version អញ្ចឹងខ្ញុំបង្ហាញវាសិនអញ្ចឹង switch របស់ខ្ញុំអូខេ Apache now till that switch it they could not reliable determine the server fully correction is harmful and not an answer you can silence it with okay okay តោះមក now check that submit server is running អញ្ចឹងខ្ញុំពិនិត្យមើល command អូខេ submit ខ្ញុំ running ហើយតើមកខ្ញុំចាប់ផ្ដើម run ជាមួយនឹង IP របស់ខ្ញុំ IP server របស់ខ្ញុំគឺ192.168.138.8080 hot submit អាយ៉ា is it
System.ctl ok if open browser slash sabit nhưng mà sao ở bên port đấy sabit ok chẳng it work nhỏ tầm ăn lãng chẳng nhầm chập đàm nhầm lần tròn ấy cái sáng này tụi anh được đọc ní chẳng nhầm error vì cái lại nằm áo chẳng cái lại ní chứ để tụi error này bật mơ thế này đọc này lại cái đi nè và sau này đọc như thứ vừa mơ đi nè nó lại trừ thứ chừng cho tụi ba này ok chứ như mơ cái là gì bị lỡ mà tiền ok chứ nhầm copy đó cho nên nhé set in as ok start and boss vì chẳng vì cho lại vào muối chẳng start and boss vì này cái ok ទីតាម OS ដែរ OS ខ្លះវាអាចមានបញ្ហាអញ្ចឹងតមកអ្នកនរគ្នាចូលទៅក្នុង OpenUTL គឺបើក firewall ណា add firewall របស់យើង if active អញ្ចឹងមកករណី firewall នៅក្នុង Ubuntu របស់យើងវាបើកគឺ run command UFE UFW គេ then finish យើង follow ទៅតាមនេះជាង login អូខេទៅក្នុងការប្រើប្រាស់ command line គឺប៉ុណ្ណឹងអញ្ចឹងខ្ញុំចាប់ដើម login ហើយតទៅពី login ហ្នឹងអ្នកនរគ្នាចូលទៅ H អូខេនេះឃើញទេអ្វីដែលយើងបានតម្លើងគឺខ្ញុំចុច next អូខេអញ្ចឹងកន្លែងនេះអ្នកនរគ្នាយក local port password អានេះគឺជា password ដែលយើងបានដាក់នៅក្នុង database របស់យើងសាប៊ិចវានឹងទៅបង្កើតដែរ database ហ្នឹងគឺសាប៊ិចវាអត់មានកែទេនេះ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 ឃើញទេសាប៊ិចតើមកយើងចុច next អូខេតើមក server name ខ្ញុំដាក់សាប៊ិចអូខេអូខេ next Congratulations you have success installed Zabbix ចឹងយើងចុចអូខេតោះមកយើងចូលជាធម្មតាយើងដូចជា default admin password គឺ Zabbix អូខេ default user វាគឺ admin password គឺ Zabbix សតូចអូខេយ៉ាយើងចូលបានហើយអ្នកនរគ្នាអញ្ចឹងនេះជាផ្ទាំង Zabbix ដែលយើងបានដំឡើងនៅលើ Ubuntu server បានជោគជ័យហើយអញ្ចឹងវីដេអូទៅមុខទៀតខ្ញុំនឹងបង្ហាញអ្នកនរគ្នាថាតើធ្វើម៉េចទៀតវីដេអូទី2ដើម្បី learn វាអរគុណអ្នកនរគ្នាជួបគ្នាវីដេអូក្រោយ